តើករណីនេះជាករណីការពារខ្លួនឬក៏យ៉ាងណាគណៈបណ្ដាលឲ្យមានមនុស្សស្លាប់រឿងរ៉ាវនេះភាគីទាំងសងខាងមានចំនួនជាមួយគ្នារួចហើយអ្នកដែលស្លាប់ដើរចូលទៅផ្ទះគេកាន់ពូថៅកាប់គេមួយពូថៅរបួសក្បាលរួចហើយបតៃបតប់គ្នាអ្នកដែលជាម្ចាស់ផ្ទះនោះដើរទៅយករត់ទៅយកពូថៅកាប់អ្នកដែលដើរចូលទៅផ្ទះគេហ្នឹងបណ្ដាលឲ្យបាត់បង់ជីវិតជ្រុលដៃហើយខ្ញុំអត់ចង់ទេតែវាបង្កបញ្ហាជាមួយខ្ញុំបងប្អូនលឺហើយគឺគាត់និយាយថាគាត់ជ្រុលដៃហើយគេមករករឿងគាត់ក្នុងហេតុការណ៍នេះគឺបង្កឡើងនៅមនុស្ស2នាក់គាត់មានបញ្ហាជាមួយគ្នាដែលគាត់គឺជាជនជាតិខ្មែរឥស្លាមហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី13ខែឧសភាឆ្នាំ2026នៅភូមិច្រករមៀតឃុំអូរស័យស្រុកកំពង់ត្រឡាចខេត្តកំពង់ឆ្នាំងហេតុការណ៍នេះមុនពេលកើតហេតុគឺបុរសម្នាក់ឈ្មោះសុសអាលីគាត់មានគ្នា4នាក់គាត់កំពុងតែផឹកស៊ីស្រាថ្នាំអស់2លីត្របន្ទាប់មកគាត់ក៏ដើរមកដល់ផ្ទះមួយគាត់ក៏បានឌឺដងបុរសម្នាក់ទៀតដែលជាភាគីម្ខាងទៀតនេះឈ្មោះនីរ៉ាវីដែលជាជនជាតិខ្មែរឥស្លាមដូចគ្នាសក់ជ្រុះសក់អង្កែចំណាយត្រឹមតែ14000រៀលតែប៉ុណ្ណោះបងប្អូនខ្ញុំសួរសិនហ៊ានចំណាយអត់បើខ្ញុំហ៊ានធានាជូនបងប្អូនទាំងអស់គ្នា5ផ្លែមិនបានផលដូចអ្វីដែលខ្ញុំនិយាយខ្ញុំបដូរសក់លុយជូនវិញគ្រប់ចំនួនត្រឹមតែ14000រៀលអញ្ចឹងបានឃើញវីដេអូនេះអ្នកដែលគាត់មានបញ្ហាសក់ជ្រុះយកដល់ពណ៌ស្វាយអ្នកដែលគាត់មានបញ្ហាស្បែកក្បាលអង្កែគឺគាត់យកដល់ពណ៌ក្រហមសាប៊ូរបស់យើងគឺមានបែកចែកច្បាស់លាស់បែបហ្នឹងតែម្ដងខ្ញុំហ៊ានធានាថាកក់រយៈពេល3ថ្ងៃទៅ5ថ្ងៃគឺទទួលបានប្រសិទ្ធភាពបានផលអាចមើល feedback បានអ្នកដែលគាត់បានប្រើប្រាស់ជាមួយនឹងសាប៊ូពេអេកាហើយសក់ម្នាក់ៗគឺវែងក្រាស់ហើយសាប៊ូរបស់យើងពពុះច្រើនសាច់ខាប់ល្អហើយពេលដែលកក់សាប៊ូរបស់យើងបងប្អូនមិនចាំបាច់គៀបទេគ្រាន់តែផ្លុំមកគឺសក់រលាស់រលោងបែបហ្នឹងតែម្ដងពាក់ហិការតំណែងចោលគ្រប់គ្រងតំណែងជាតិទាំងអស់គ្នាណាសាប៊ូរបស់យើងចំណុះច្រើនណាស់រហូតដល់400 ml ណាគាត់ឌឺដងក្នុងស្ថានភាពសង្វឹងជោគជាំនេះតាមរបាយការណ៍របស់សមាជិកបន្ទាប់ពីសុសអាលីហ្នឹងគាត់ដើរមកហើយគាត់ឌឺដងទៅកាន់បុរសម្នាក់ទៀតដែលឈ្មោះនីរ៉ាវីហ្នឹងក៏មានការឆ្លោះប្រកែកគ្នាគណៈដែលនីរ៉ាវីហ្នឹងគាត់កំពុងតែដេកអង្រឹងនៅទល់មុខផ្ទះបាទឌឺដងគ្នាក៏មានវិជាការពារក៏ដូចជាបងប្អូនដែលគាត់នៅចិត្តគ្នាហ្នឹងគាត់ខាត់ដែរគាត់ឲ្យចូលផ្ទះរៀងខ្លួនអីចឹងទៅអញ្ចឹងបុរសដែលឈ្មោះនីរ៉ាវីនេះគាត់ក៏ត្រឡប់ទៅគាត់បិទភ្លើងមុខផ្ទះគាត់ក៏ចូលទៅផ្ទះរបស់គាត់ដើម្បីអង្គុយនៅលើសាឡុងបាទបន្ទាប់ពីវិជាការពារខាត់ហើយឈ្មោះនីរ៉ាវីហ្នឹងគាត់ចូលទៅក្នុងផ្ទះហើយស្រាប់តែឈ្មោះសុសអាលីនោះគាត់ក៏ដើរចូលទៅផ្ទះនីរ៉ាវីហ្នឹងដោយកាន់ពូថៅមួយរួចហើយក៏កាប់ក្បាលនីរ៉ាវីហ្នឹងត្រូវមួយពូថៅបណ្ដាលរបួសបណ្ដាលឲ្យពួកគាត់ហ្នឹងបតៃបតប់គ្នាបន្ទាប់ពីបតៃបតប់គ្នាហើយក៏ឈ្មោះនីរ៉ាវីនេះដែលគាត់មកអង្គុយក្នុងផ្ទះដែលត្រូវគេកាន់បថៅទៅកាប់ដល់ក្នុងផ្ទះហ្នឹងគាត់ក៏ទៅយកបថៅរបស់គាត់នៅចក្រានបាយដែលគាត់ទុកនៅកន្លែងនោះរួចហើយក៏យកមកហើយក៏កាប់ទៅលើឈ្មោះសុសអាលីហ្នឹងមួយពូថៅវិញបណ្ដាលឲ្យបាត់បង់ជីវិតនៅក្នុងផ្ទះតែម្ដងបាទរួចហើយក៏គ្រប់ខ្លួនហ្នឹងបន្ទាប់ពីកាប់ហើយក៏បានបោះពាក្យសម្ដីថាគាត់ជ្រុលដៃហើយគាត់មិនចង់ទេតែធ្វើមិនជ្រុលដៃហើយគេមករករឿងហើយបាទហើយបន្ទាប់ហើយក៏បោះពថៅចោលនៅក្បែរចណ្ដើក៏ទៅពេទ្យដើម្បីឲ្យពេទ្យដេក្បាលខ្លួនឯងដែលរបួសហ្នឹងបណ្ដាលឲ្យដូចជាដេ2ធ្នេបាទដេ2ធ្នេបន្ទាប់ពីជនរងគ្រោះជាអ្នកដែលនេះហ្នឹងគាត់បានបាត់បង់ជីវិតបាទក៏សមត្ថកិច្ចធ្វើការងារស៊ើបអង្កេតទៅឃើញថាមានចំនួនជាមួយនឹងបុរសដែលឈ្មោះនីរ៉ាវីហ្នឹងគឺសមត្ថកិច្ចទៅបាទនាំខ្លួនដូចជាខាត់ខ្លួននៅមន្ទីរពេទ្យតែម្ដងបាទពាក់ព័ន្ធករណីនេះសមត្ថកិច្ចនឹងធ្វើការតាមនីតិវិធីបញ្ជូនទៅសាលាដំបងខេត្តកំពង់ឆ្នាំងដើម្បីចាត់ការតាមនីតិវិធីច្បាប់បាទពាក់ព័ន្ធករណីនេះបាទឈ្មោះនីរ៉ាវីហ្នឹងគាត់ត្រូវជាប់ពន្ធនាគារឬក៏មិនទៀតហ្នឹងស៊ីសងលើបាទតុលាការខេត្តកំពង់ឆ្នាំងគាត់ធ្វើការវិនិច្ឆ័យពាក់ព័ន្ធទៅនឹងករណីនេះកើតឡើងដោយវិធីណាបងដែរនេះខ្ញុំគ្រាន់តែធ្វើការផ្សាយព័ត៌មានមួយដែលយើងយោងតាមរបាយការណ៍របស់សមាជិកបាទអរគុណច្រើន